និច្ចាវាសនាបុផាកំសិនខ្ញុំដឹងខ្លះដែរថាដីហ្នឹងក្រុមហ៊ុនស៊ូកាពូអ៊ីនគាត់យកអញ្ចឹងពេលនឹងបត់ងាអ្នកមីងគាត់ចេញតវ៉ានឹងយកទៀមទាយកដីតវ៉ាឲ្យរដ្ឋាជួយធំខាដល់ក្រោយឲ្យកូនជំនាន់ក្រោយរៀនតទៅទៀតជំរាបសួរខ្ញុំឈ្មោះលួលលីហួរអាយុ9ឆ្នាំរៀននៅថ្នាក់ទី4ត្រូវជាកូនរបស់ម្ដាយយ៉ោមបូផាអញ្ញាធមបានចាំពូនបងចាំទៅកុកចាត់ច្បាស់ដោយសាររឿងដីរឿងលីងអ្នកខ្លួនឯងហើយមានព្រះមហាក្សត្រចូលពួកខ្ញុំគ្មានទីពឹងទេមានតែយើងព្រះមហាក្សត្រទេជាមនុស្សដ៏ល្ចាស់ដល់ពួកខ្ញុំមកនេះគឺជឿចាស់ថាបរមរាជវាំងនឹងជួយអន្តរាគមន៍ខ្ញុំអត់មានមកធ្វើអីទេពួកខ្ញុំមកសុំបងទៅម្ដាយខ្ញុំជាប់ក្នុងពន្ធនាគាររយៈពេល1ឆ្នាំហើយខ្ញុំអន់ម្ដាយរយៈពេល1ឆ្នាំហើយដោយសារមកប្រព្រឹត្តយកមកដាក់គុកតើយកស្រន់ជាស្រន់មកណាជាស្រន់បំរើប្រជាជនឬក៏អត់ខ្ញុំសូមអ៊ំនៅក្រៅប្រទេសឲ្យដាក់ដែលតវ៉ារឿងម្ដាយខ្ញុំហ្នឹងសូមឲ្យជំរាបទៅដល់អ៊ំក្រៅប្រទេសឲ្យតវ៉ាខំទៀតខ្ញុំសូមអរគុណដល់គាត់ដែលថាតស៊ូដើម្បីម្ដាយខ្ញុំសូមអរគុណគាត់ជួបជុំកូនពៅមានសេរីភាព